ព្រះមហេសីស្រាប់តែនឹកឃ្លានគុយទាវកញ្ចប់មួយចានប៉ុន្តែព្រះនាងរស់នៅក្នុងសម័យបុរាណកាលពី1000ឆ្នាំមុនក្រុមចុងភៅក្នុងរាជវាំងមិនដឹងថាគុយទាវកញ្ចប់ជាអ្វីនោះទេពួកគេត្រូវចម្អិនគុយទាវសាច់គោមួយចានតាមបទពិសោធន៍របស់ពួកគេប៉ុន្តែព្រះមហេសីសោយបានតែមួយម៉ាត់ក៏ខ្ជាក់ចេញមកវិញភ្លាមរសជាតិគឺសាពេកហើយមិនត្រូវចិត្តព្រះនាងតតែសោះចុងភៅប្រចាំរាជវាំងមានអារម្មណ៍មុំម៉ៃយ៉ាងខ្លាំងគាត់គិតថាព្រះមហេសីកំពុងតែមានចេតនាធ្វើបាបគាត់ដូច្នេះគាត់ក៏ធ្វើគុយទាវគោកមួយចានទៀតប៉ុន្តែព្រះមហេសីគ្រាន់តែក្រឡេកមើលរួចក៏បោះចង្កឹះចោលចុងភៅអស់ការអត់ធ្មត់ទាំងស្រុងគាត់ច្របាច់ម្សៅយ៉ាងកំហឹងហើយធ្វើគុយទាវទាញដោយដៃមួយចានទៀតម្ដងទៀតព្រះមហេសីសោយបានតែមួយម៉ាត់ក៏ខ្ជាក់ចេញមកវិញបន្ទាប់ពីនោះមកចុងភៅបានធ្វើគុយទាវជាច្រើនប្រភេទប៉ុន្តែព្រះមហេសីនៅតែមិនពេញចិត្តដូច្នេះព្រះនាងក៏សម្រេចចិត្តចម្អិនដោយខ្លួនឯងទោះជាយ៉ាងណាក៏ដោយគ្មាននរណាម្នាក់នៅទីនោះជឿថាព្រះនាងអាចធ្វើគុយទាវបាននោះទេសូម្បីតែពេលព្រះនាងចាប់កាំបិតចុងភៅក៏ចុងភៅគិតថាព្រះនាងគ្រាន់តែធ្វើហួសហេតុដើម្បីសម្ដែងដែរប៉ុន្តែវិនាទីបន្ទាប់ព្រះមហេសីបានគ្រវីកាំបិតយ៉ាងស្ទាត់ជំនាញនិងហាន់បន្លែទាំងអស់យ៉ាងរហ័សអ្នកដែលនៅទីនោះទាំងអស់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់មកព្រះនាងបានយកសរសៃគុយទាវរុំជុំវិញចង្កឹះចុងភៅមិនដែលឃើញវិធីសាស្ត្រចម្លែកបែបនេះពីមុនមកទេបន្ទាប់មកព្រះនាងក៏យកគុយទាវដែលរៀបចំរួចនោះទៅបំពងក្នុងប្រេងក្តៅរហូតដល់ឡើងពណ៌មាសជាចុងក្រោយព្រះនាងបានលីកិននិងរែងគ្រឿងទេសផ្សេងៗដើម្បីធ្វើជាគ្រឿងផ្សំពិសេសរបស់ព្រះនាងចុងភៅនៅតែមិនជឿថាគ្រឿងផ្សំរបស់ព្រះនាងមានរសជាតិឆ្ងាញ់ជាងរបស់គាត់ប៉ុន្តែនៅពេលដែលគាត់ភ្លក់ស៊ុបគុយទាវនោះស្លាបព្រានៅក្នុងដៃរបស់គាត់ក៏ធ្លាក់ទៅលើដីភ្លាមៗអ្នកនៅជុំវិញគាត់សួរថាតើវាមានរសជាតិអាក្រក់ឬគាត់មិនបានឆ្លើយតបឡើយផ្ទុយទៅវិញគាត់ក៏ចាប់ចង្កឹះយ៉ាងលឿនហើយចាប់ផ្ដើមបរិភោគគុយទាវនោះយ៉ាងឆ្ងាញ់បន្ទាប់ពីគាត់បរិភោគរួចគាត់ក៏ស្រែកឡើងយ៉ាងខ្លាំងវាជាអាហារដែលឆ្ងាញ់បំផុតដែលគាត់មិនដែលបានបរិភោគក្នុងជីវិតរបស់គាត់ហើយយ៉ាងនេះហែងគុយទាវកញ្ចប់ក៏បានចាប់កំណើតឡើងនៅពេលព្រះមាតាធិរាជបានឮថាព្រះមហេសីគឺជាចុងភៅដ៏ល្អម្នាក់និងពូកែធ្វើម្ហូបប្លែកៗទើបព្រះនាងបានបញ្ជាឲ្យព្រះមហេសីធ្វើម្ហូបដែលមិនដែលធ្លាប់មានអ្នកណាបានភ្លក់ពីមុនមកព្រះមហេសីបានសម្រេចចិត្តធ្វើបបរឈីសមួយចានភ្លាមបន្ទាប់មកព្រះនាងបានបញ្ជាឲ្យអ្នកបម្រើទៅយកទឹកដោះគោពីគោនិងចៀនទាំងអស់នៅក្នុងរាជវាំងនៅពេលឃើញបែបនេះចុងភៅប្រចាំរាជវាំងបានរអ៊ូតិចៗថាព្រះនាងកំពុងតែខ្ជះខ្ជាយទឹកដោះគោដ៏មានតម្លៃប៉ុន្តែព្រះមហេសីបានប្រាប់គាត់ថាគាត់មិនដឹងអ្វីទាំងអស់អំពីសារៈសំខាន់នៃគ្រឿងផ្សំសម្រាប់ធ្វើម្ហូបឲ្យមានរសជាតិឆ្ងាញ់នោះទេព្រះនាងចាក់ទឹកដោះគោចូលក្នុងឆ្នាំងស្ពាន់ហើយកូរយឺតៗព្រះនាងក៏បានប្រាប់អ្នកបម្រើឲ្យគ្រប់គ្រងកម្ដៅដោយប្រុងប្រយ័ត្នដើម្បីកុំឲ្យខូចម្ហូបនេះនៅពេលទឹកដោះគោឡើងខាប់បន្តិចព្រះមហេសីក៏ដាក់ម្សៅដំឡូងដែលរៀបចំរួចចូលក្នុងឆ្នាំងនៅពេលនោះចុងភៅបានបន្ទោសព្រះនាងដែលធ្វើឲ្យខូចគ្រឿងផ្សំដ៏មានតម្លៃជាមួយដំឡូងថោកៗព្រះមហេសីបានតបទៅវិញថាគាត់គឺជាមនុស្សចាស់គំរិលនិងមិនយល់ពីការលីគ្រឿងផ្សំដ៏ឆ្លាតវៃនោះទេបន្ទាប់មកព្រះនាងបានបន្ថែមគ្រាប់ពុទ្រាគ្រាប់ឈូកនិងស្ករដុំហើយបន្តចម្អិននៅពេលព្រះនាងបើកគម្របក្លិនឈ្ងុយឆ្ងាញ់បានសាយភាយពេញអាកាសភ្លាមៗអ្នករាល់គ្នាបានមកជុំគ្នាហើយមិនដែលបានឃើញម្ហូបប្លែកបែបនេះពីមុនមកទេទឹកដោះគោបានឡើងខាប់និងរលោងព្រះមហេសីដួសដាក់ចានរួចរោយស្លឹកជីវ៉ាន់ស៊ុយពីលើចុងភៅគិតថាវាគ្រាន់តែជាការតុបតែងគ្មានន័យដើម្បីបិទបាំងកំហុសតែប៉ុណ្ណោះប៉ុន្តែព្រះមាតាធិរាជសោយបានតែមួយម៉ាត់ក៏មិនអាចឈប់បានឡើយព្រះនាងបានប្រទានរង្វាន់ដល់ព្រះមហេសីជាមាសចំនួន10គីឡូទៀតផង